ក្រសួងមហាផ្ទៃកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ករណីវរៈសេនីយ៍ IQ សុកច័ន្ទសុធាដែលប្រើអំណាចគម្រាមវាយខ្នោះពលរដ្ឋនិងជក់បារីអេឡិចត្រូនិកជាចំហគ្មានខ្វល់ភ្នែកមហាជនជាឯងធ្វើឯកសារយកទៅដាក់គុកទៅឥឡូវអញយកឯកសារទីកណោដាក់នេះមកទីយកដាក់គុកដាក់គុកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបាននឹងកំពុងតាមដាននិងពិនិត្យយ៉ាងសពជ្រុងជ្រោយលើករណីលោកវរៈសេនីយ៍ IQ សុកច័ន្ទសុធាអនុប្រធាននាយកដ្ឋានម្នាក់ដែលបានប្រើអំណាចគម្រាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុកក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងបង្ហាញសកម្មភាពជួបបារីអេឡិចត្រូនិក web នៅតាមទីសាធារណៈដែលបង្កមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាថ្នាក់ដឹកនាំក្រសួងបានជ្រាបនៅព័ត៌មាននេះហើយកំពុងពិនិត្យករណីនេះឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីបន្តនីតិវិធីហេតុការណ៍ដែលនាំឲ្យមានការរិះគន់នេះបានកើតឡើងកាលពីវេលាម៉ោង 11:49 នាទីយប់ថ្ងៃទី23 ខែមេសាឆ្នាំ 2026 នៅតាមបណ្ដោយផ្លូវជាតិលេខ 1 ក្បែរភោជនីយដ្ឋានអឺសីស្រស់ក្នុងសង្កាត់នៃរតខណ្ឌច្បារអំពៅតាមសារសីនៅកន្លែងកើតហេតុបានឲ្យដឹងថាក្នុងគណៈពេលចរចាដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ដែលមិនទាន់ឈានដល់ចំណុចបញ្ចប់លោកខៀវសុកច័ន្ទសុធាដែលជាមន្ត្រីនគរបាលបុណ្យស័ក្តិខ្ពស់បានប្រើសម្ដីខ្លាំងសម្លុតនិងគំរាមវាយខ្នោះភាគីម្ខាងទៀតយកទៅដាក់ពន្ធនាគារភ្លាមទង្វើនេះត្រូវបានមហាជនមើលឃើញថាជាការប្រើអំណាចហួសដែនកំណត់និងរំលោភលើក្រមសីលធម៌កងកម្លាំងមុនពេលមានការឆ្លោះប្រកែកគឺឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខនគរបាលជារបស់លោកខៀវសុកច័ន្ទសុធាបានឈប់ចតនៅឯចិញ្ចើមផ្លូវខាងស្ដាំស្របពេលនោះក៏មានបរិសម្នាក់ដែលគេសង្ស័យថាមានស្ថានភាពស្រវឹងបានបើករថយន្តមកបុកចំចំហៀងខាងក្រោយរថយន្តស្លាកលេខនគរបាលនោះបណ្ដាលឲ្យខូចខាតទាំងសងខាងជំនួសការឲ្យទុកភារកិច្ចជូនសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងតាមច្បាប់មន្ត្រីរូបនេះបែរជាចេញមុខមកប្រើអំណាចផ្ទាល់ខ្លួនគំរាមកំហែងពលរដ្ឋទៅវិញបច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញដកហូតដើម្បីបន្តនីតិវិធីដោះស្រាយទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកទន្ទឹមនឹងនេះមហាជនកំពុងរងចាំមើលចំណាត់ការវិន័យឬផ្លូវច្បាប់ពីសំណាក់ក្រសួងមហាផ្ទៃចំពោះទង្វើអាងអំណាចបុណ្យស័ក្តិនិងប្រើប្រាស់បារីអេឡិចត្រូនិកដែលច្បាប់បានហាមឃាត់ពីសំណាក់មន្ត្រីអនុវត្តច្បាប់រូបនេះឥឡូវអញយកឯកសារទីកណោដាក់នេះមកទីយកដាក់គុក